Nên là khác cho chất đá trên thực tế là lớn đấy của prongประหยัด ព្រោះប្រយ័ត្នការជំងឺស្បែកម្យ៉ាងដែលគេហៅថាព្រូនក្រោមស្បែកដែលវាមានលក្ខណៈបែបនេះព្រូនក្រោមស្បែកគឺជាជំងឺស្បែកម្យ៉ាងដែលវាបង្កឡើងដោយសារតែពពួកប៉ារ៉ាសាយដែលជាពពួកព្រូនទំពក់ដែលវាចេញពីលាមកសត្វឆ្មានិងសត្វឆ្កែដែលមនុស្សអាចឆ្លងគឺតាមរយៈការដើរជើងទទេនៅលើដីឬក៏ដីខ្សាច់ដែលមានពពួកព្រូនអញ្ចឹងវាអាចជ្រៀតចូលទៅក្នុងស្បែកយើងបានរោគសញ្ញារបស់វាចាប់ផ្ដើមចេញ1ទៅ5ថ្ងៃបន្ទាប់ពីយើងបានដើរជើងទទេនៅលើដីដែលមានពពួកព្រូនពេលនោះចាប់ផ្ដើមមានឡើងក្រហមហើយរមាស់ហើយចាប់ផ្ដើមមានឡើងជាសរសៃដូចដែលរូបខាងលើដែលខ្ញុំបានដាក់ហ្នឹងហើយពណ៌របស់វាគឺមានពណ៌ប្រហែលជាមួយនឹងស្បែកឬក៏ពណ៌ pink ហើយវាអាចធ្វើចលនាទៅលើស្បែករបស់យើងបានក្នុងមួយថ្ងៃបាន1ទៅ2សង់ទីម៉ែត្រយើងគួរតែជៀសវាងនៅក្នុងការយករបស់មុតស្រួចទៅវះរកព្រូនក្រោមស្បែកព្រោះថាព្រូនក្រោមស្បែកវាមានទំហំតូចហើយវាអាចធ្វើចលនានៅក្នុងស្បែករបស់យើងបានទៀតហើយតសៃដែលយើងឃើញនោះវាគ្រាន់តែជាផ្លូវរបស់វាវិធីល្អបំផុតគឺយើងធ្វើការជួបជាមួយនឹងគ្រូពេទ្យចំពោះការការពារអត់មានអីច្រើនទេនៅពេលដែលយើងដើរលើដីយើងពាក់ស្បែកជើងបើសិនជាអ្នកទាំងអស់គ្នាមានសត្វចិញ្ចឹមដូចជាសត្វឆ្មាសត្វឆ្កែគួរតែទម្លាក់ព្រូនឲ្យវាហើយបើសិនជាយើងមានក្មេងតូចៗនៅផ្ទះយើងគួរតែឲ្យគាត់ពាក់ស្បែកជើងមុននឹងរត់លេងនៅខាងក្រៅ